មរណភាពរបស់លោកឌីណៃជាការបាត់បង់សមាជិកគ្រួសារសាច់សាលោហិតក្នុងនាមជាឈាមខ្មែរតែមួយដែលគ្រប់គ្នាចងចាំទុកនៅឆន្ទៈនិងស្មារតីស្នេហាជាតិចំពោះមាតុភូមិញាតិរបស់អ្នកស្រឡាញ់សន្តិភាពទាំងជាតិនិងអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ថ្កោលទោសចំពោះសកម្មភាពអមនុស្សធម៌និងអសិលធម៌ថ្មិលឥតសាសនារបស់យោធាថៃដែលបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជាយ៉ាងសាហាវឃោរឃៅបំផុតបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់កម្ពុជាមួយរូបបានបាត់បង់ជីវិតនិង3នាក់ទៀតរងរបួសជាទម្ងន់ថៃដែលជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយផ្ទាល់ដៃតែបែរជាមកជន់ឈ្លីកិច្ចព្រមព្រៀងមួយនេះដែលនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតទៅលើប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប្រធានអាស៊ានបដូវវេននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាសមាភាគីនៃហត្ថលេខីទាំងនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាទាំងមេដឹកនាំថៃនិងយោធាថៃជាចចកស្រែកឃ្លានសង្គ្រាមជាជាងសន្តិភាពនិងមិត្តភាពក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពស្អប់ខ្ពើមសង្គ្រាមនិងផ្ដល់តម្លៃដល់កិច្ចព្រមព្រៀងសន្តិភាពដែលរកបានដោយលំបាកក្រោមការខ្នះខ្នែងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំពីប្រទេសចិននិងប្រទេសម៉ាឡេស៊ីឲ្យបានអនុវត្តនៃស្មារតីកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួនបំផុតឈាមនៅស្រស់ស្រក់ចេញពីរាងកាយលោកឌីណៃជាប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលកំពុងស្នាក់នៅក្នុងតង់កៅស៊ូដោយមិនដឹងខ្លួនទាល់តែសោះថាខ្លួនត្រូវមច្ចរាជឆក់យកជីវិតដោយគ្រាប់កំភ្លើងបាញ់រះយ៉ាងសាហាវឃោរឃៅបំផុតរបស់ពួកថ្មិលឥតសាសនាយោធាថៃគ្រប់ស្ថាប័នរាប់ចាប់ពីថ្នាក់កំពូលរហូតដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់បានថ្កោលទោសចំពោះអំពើអមនុស្សធម៌នេះនិងបានស្នើឲ្យពិភពលោកចោលក្រសែភ្នែកក្រឡេកមកមើលកម្ពុជានិងជួយរកយុត្តិធម៌សម្រាប់កម្ពុជាក្នុងសមានតុដ៏ក្រៀមក្រំនេះសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងលោកជំទាវបណ្ឌិតបានសម្ដែងនូវក្តីសង្វេគរកទីបំផុតគ្មានជាមួយក្រុមគ្រួសារនៃសពសម្ដេចធិបតីបានសរសេររៀបរាប់ថាខ្ញុំនិងភរិយាពិតជាមានការសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេកនិងកោតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការស្នេហាជាតិស្រឡាញ់សន្តិភាពរបស់លោកជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូតទោះរូបកាយរបស់លោកបានផុតរលត់ទៅក៏ពិតមែនក៏ប៉ុន្តែឆន្ទៈនិងស្មារតីស្នេហាជាតិចំពោះជាតិមាតុភូមិនឹងមិនអាចបាត់បង់ឡើយដែលគ្រប់គ្នាចងចាំផ្ដាំទុកដល់ជំនាន់ក្រោយគ្រប់គ្នាគេចេញមកថ្កោលទោសអំពើឃោរឃៅរបស់ចៅសៀមតែបើជាក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចចេញមកសោយចង្អុលឲ្យរដ្ឋាភិបាលទៅវិញក្នុងនាមជាឈាមខ្មែរដូចគ្នានៅពេលដែលឃើញឈាមខ្មែរស្រក់ហូរនៅចំពោះមុខអស់លោកមិនចេញមុខថ្កោលទោសចៅសៀមទេតែបែរជាឈរខាងសត្រូវឈ្លានពានហើយមកបំបែកបំបាក់ទឹកចិត្តនិងសាមគ្គីជាតិខ្មែរព្រោះតែមហិច្ឆតាផ្ទាល់ខ្លួនមិនខ្លាចនឹងក្បត់ជាតិខ្លួនឯងនោះឡើយដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្រុមដែលកំពុងរួមដៃជាមួយចៅសៀមឈ្លានពានទឹកដីកម្ពុជាហើយសូមបងប្អូនការពារខ្លួនកុំឲ្យធ្លាក់ខ្លួនជាអ្នកចាយព័ត៌មានញុះញង់បំបែកបំបាក់ជាតិខ្មែរឲ្យសោះសូមចងចាំថាចំនួនបច្ចុប្បន្នគឺជាចំនួនរវាងចៅឈ្លានពានសៀមនិងកម្ពុជាបើប្រឆាំងរាជរដ្ឋាភិបាលគឺមានន័យថាអ្នកបានចូលរួមជាមួយនឹងចៅសៀមឈ្លានពានបំផ្លាញកម្ពុជាដូច្នោះបើអ្នកពិតជាស្នេហាជាតិកម្ពុជាពិតប្រាកដសូមជឿជាក់និងបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ចៅសៀម